Scary things will happen to us at times. រឿងដែលធ្វើឲ្យយើងខ្លាចពេលខ្លះអាចនឹងមានកើតឡើងមែន And when that does happen, we need to turn to God and trust in God. តែពេលដែលរឿងទាំងនោះកើតឡើងយើងត្រូវតែបែរទៅរកព្រះហើយទុកចិត្តលើទ្រង់ទាំងស្រុង Good morning and happy Sabbath. រុនសួស្តីហើយរីករាយថ្ងៃបរិសុទ្ធ On behalf of Georgia Cumberland Academy, we are so excited and blessed to be here in your church today. ចឹងតំណាងឲ្យសាលារៀន Georgia Cumberland Academy យើងសប្បាយចិត្តរីករាយយ៉ាងខ្លាំងដែលបានមកចូលរួមថ្វាយបង្គំជាមួយយើងទាំងអស់គ្នាព្រឹកនេះ It's a blessing to worship in this beautiful church with our brothers and sisters here in Cambodia. ពិតជាពរដ៏ធំមួយដែលអាចនឹងមកថ្វាយបង្គំនៅព្រះវិហារដ៏ស្អាតនេះជាមួយនឹងបងប្អូនខាងជំនឿយើងនៅប្រទេសកម្ពុជា Being here is a reminder that our church is a worldwide church, and so we're honored to be able to step into this situation or this context today to be able to worship with our brothers on the other side of the world. ចឹងជាការរំលឹកមួយដល់ពួកខ្ញុំជាពិសេសហើយទាំងយើងដែរថាព្រះវិហារ Adventist យើងជាព្រះវិហារជុំវិញពិភពលោកទាំងមូលអញ្ចឹងវាជាការរំលឹកហើយដាស់តឿនដល់យើងទាំងអស់គ្នាពេលយើងអាចចូលរួមលក្ខណៈធំដូចព្រឹកនេះ Today we have two students who will be preaching for us, and we're going to be talking about how life oftentimes brings surprises and unexpected events in our lives. ចឹងព្រឹកនេះយើងមានកូនសិស្ស2នាក់ដែលនឹងជួយចូលរួមក្នុងការអធិប្បាយហើយប្រធានបទគាត់គឺពាក់ព័ន្ធនឹងរឿងដែលយើងមិនបានរំពឹងទុកវាកើតឡើងនៅក្នុងជីវិតរបស់យើង And sometimes those things happen because of our own decisions, and other times they happen because the world is a sinful place. ពេលខ្លះរឿងទាំងនឹងវាកើតឡើងដោយសារជំរើសរបស់យើងពេលខ្លះក៏វាកើតឡើងដោយសារពិភពលោកយើងមានអំពើបាប And the question we want to think about today is, what do we do when those unexpected things happen in our lives? ហើយសំណួរដែលយើងចង់សួរនៅព្រឹកនេះគឺថាតើយើងនឹងធ្វើបែបណានៅពេលដែលរឿងដែលយើងអាចបានរំពឹងទុកនោះកើតឡើង So our first speaker today is Ariana. និយាយមុនគេគឺឈ្មោះ Ariana Hi everyone, happy Sabbath. សួស្តីទាំងអស់គ្នារីករាយថ្ងៃបរិសុទ្ធ My name is Ari and I'm a senior at GCA. ចឹងខ្ញុំឈ្មោះ Ari ហើយខ្ញុំរៀនថ្នាក់ទី12នៅសាលា So before we get started, let's pray. តែមុនយើងចាប់ផ្ដើមសូមយើងអធិដ្ឋាន Dear Heavenly Father, thank you for this day. អោព្រះបិតានៅនគរឋានសួគ៌អរគុណសម្រាប់ថ្ងៃនេះ Thank you for placing us here and safe travels here to Cambodia. អរគុណដែលទ្រង់បានដឹកនាំយើងមកកន្លែងនេះហើយបានឲ្យយើងមានសុវត្ថិភាពតាមផ្លូវ Thank you for all you've provided for us and that it's your Sabbath. អរគុណដែលទ្រង់បានផ្គត់ផ្គង់សម្រាប់យើងទាំងអស់គ្នាហើយអរគុណដែលថ្ងៃនេះជាថ្ងៃសៅរ៍របស់ទ្រង់ And please speak through me as I speak this message. ហើយសូមទ្រង់បាននិយាយដោយរយៈខ្ញុំពេលដែលខ្ញុំនិយាយព្រឹកនេះ In Jesus' name, amen. អរគុណសូមទាំងអស់នេះក្នុងព្រះនាមព្រះយេស៊ូវអាមែន Okay, so I'm going to be talking about a story with some forbidden fruit. អញ្ចឹងរឿងរបស់ខ្ញុំគឺពាក់ព័ន្ធនឹងផ្លែឈើហាមឃាត់ខ្លះ So my story starts last week when our school toured the Royal Palace. អញ្ចឹងរឿងរបស់ខ្ញុំបានចាប់ផ្ដើមសប្តាហ៍មុនពេលដែលសាលារបស់ខ្ញុំបានទៅមើលវាំង My friend Adriel and my sister Shayna were enjoying a cool day walking around. មិត្តភ័ក្តិរបស់ខ្ញុំហើយនិងប្អូនស្រីរបស់ខ្ញុំទាំងខ្ញុំសប្បាយក្នុងការដើរ While touring, we noticed a tree with some fruit that looks very interesting. អញ្ចឹងពេលដែលយើងកំពុងតែដើរមើលនោះយើងចាប់អារម្មណ៍ដើមឈើមួយដែលមានផ្លែឈើដែលគួរឲ្យចម្លែក It looked like grapes and we were tempted to taste it. មើលទៅផ្លែហ្នឹងមើលទៅដូចទំពាំងបាយជូរហើយយើងពិតជាមានចំណង់ចំណូលចិត្តចង់ភ្លក់ And with Adam, curiosity got the best of us. ហើយចុងបញ្ចប់ក៏ទ្រាំមិនបាន So we picked the fruit and ate it. អញ្ចឹងយើងក៏បេះផ្លែឈើហើយភ្លក់សាកមើល At first, nothing seemed wrong and we joked about it. មុនដំបូងដូចមិនមានអីប្លែកទេហើយយើងក៏លេងសើច But suddenly our tongue started to itch and burn. តែមិនយូរក្រោយក៏អណ្ដាតរបស់យើងចាប់ដើមដោយរៀងលមាស់ហើយដូចឆេះ After a while, our skin also began to itch.
ហើយមិនយូរប៉ុន្មានក្រោយស្បែកយើងក៏ចាប់ផ្ដើមរមាស់ដែរ Then it got worse, some of us getting rashes. ក្រោយមកក៏មានដូចរោគស្បែកទៀត We quickly realized we were having an allergic reaction. ហើយយើងក៏ចាប់អារម្មណ៍ថាមានបញ្ហាដូច allergy កើតឡើង And suddenly, what seemed like a small, harmless decision became a big problem. ហើយរំពេចនោះជំរើសដែលយើងបានធ្វើដោយយើងមិនគិតថាធំដុំប៉ុណ្ណាคล้ายទៅជាជំរើសធំមួយបាត់ Instead of asking an adult for help, we tried to fix it ourselves. ហើយជាជាងរត់ទៅរកអ្នកចាស់ទុំដើម្បីជួយយើងខំដោះស្រាយខ្លួនឯងសិន We started saying maybe we can wash it off with water, use some wipes, or maybe it'll just go away. យើងគិតថាយើងជំរះនឹងទឹកឬក៏យើងមានកណាត់អីមួយសម្អាតទៅប្រហែលជាវានឹងបាត់ខ្លួនវា But nothing worked. តែធ្វើយ៉ាងណាក៏មិនបាន Eventually, we realized something very important. ចឹងមិនយូរមិនឆាប់ក៏យើងទទួលស្គាល់ថាអ្វីមួយដែលសំខាន់ We couldn't fix this on our own. គឺថាយើងដោះស្រាយខ្លួនឯងអត់កើតទេ So we went to our nurse and some of our adults and told them what had happened. ចឹងក៏យើងសម្រេចចិត្តទៅរកអ្នកនៅក្នុងក្រុមយើងដែលគាត់ជាពេទ្យហើយប្រាប់គាត់ពីអ្វីដែលបានកើតឡើង They helped us calm down and gave us the right treatment. ហើយពួកគាត់ក៏ខំលើកទឹកចិត្តកុំឲ្យយើងខ្វល់ខ្វាយហើយក៏បានផ្ដល់នៅថ្នាំត្រឹមត្រូវ And most importantly, made sure we were okay. ហើយសំខាន់ជាងគេគឺឲ្យយើងដឹងថាมันមានបញ្ហាទេអត់អីទេ But the whole experience taught us a powerful lesson. តែរឿងទាំងមូលនេះបានបង្រៀនយើងនៅមេរៀនសំខាន់មួយ Now, the story might sound very familiar.ប្រហែលយើងគិតថារឿងនេះដូចជារឿងយើងធ្លាប់ឮពីមុន Our experience actually reminds us about this first story in the Bible. ចឹងរឿងដែលពួកខ្ញុំបានជួបហ្នឹងក៏រំលឹកខ្ញុំពីរឿងនៅក្នុងព្រះគម្ពីរដែរ About the Garden of Eden. គឺនៅក្នុងសួនច្បារអេដែន God gave them everything that they needed. ចឹងព្រះទ្រង់បានផ្គត់ផ្គង់ឲ្យអាដាមនិងអេវ៉ានៅអ្វីគ្រប់យ៉ាងដែលគាត់ត្រូវការ But there was one tree that Adam and Eve were told not to eat from. តែមានដើមឈើមួយនៅក្នុងសួនច្បារនេះដែលព្រះបានប្រាប់ថាហាមមិនឲ្យប៉ះមិនឲ្យញ៉ាំ The Bible says in Genesis 2, verse 16 through 17, ចឹងព្រះគម្ពីរបានប្រាប់យើងនៅក្នុងគម្ពីរលោកុបាទចំពុក2ខ16និង17 You can read in English please. And the Lord God commanded the man, "You are free to eat from any tree of the garden." ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់ទៅអាដាមថាឯងនឹងស៊ីផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ត But you must not eat from the tree of knowledge of good and evil, for the day you eat from it, you will certainly die. តែឯត្រង់ដើមដឹងខុសត្រូវនោះមិនត្រូវឲ្យឯងស៊ីផលឡើយត្បិតនៅថ្ងៃណាដែលឯងស៊ីនោះនឹងត្រូវស្លាប់ជាមិនខាន Okay. Just like us, we were looking at the strange fruit and thought it would be good, just like Eve did. ចឹងស្រដៀងទៅនឹងនាងអេវ៉ាពួកខ្ញុំឃើញផ្លែឈើដ៏ចម្លែកនេះហើយគិតថាផ្លែឈើនេះអាចនឹងឆ្ងាញ់ And just like we did, a decision of curiosity led to consequences. ហើយក៏ដូចយើងដែរដូចនាងអេវ៉ាដែរជំរើសរបស់យើងបាននាំឲ្យមានផលវិបត្តិ Instead of us running to an adult, we tried to fix it ourselves. ហើយជាជាងរត់ទៅរកចាស់ទុំដើម្បីជួយយើងខំប្រឹងដោះស្រាយខ្លួនឯង And instead of them running to God, they tried to hide. ហើយដោយអាដាមនិងអេវ៉ាជាជាងរត់ទៅរកព្រះគេខំរត់ទៅណាទៅពួន In Genesis 3, verse 8, it says, ចឹងនៅក្នុងគម្ពីរលោកុបាទចំពុក3ខ8បានប្រាប់ថា Then the man and his wife heard the sound of the Lord God walking in the garden at the time of the evening breeze, and they hid from the Lord God among the trees of the garden. រួចមកបានឮសំឡេងព្រះយេហូវ៉ាដ៏ជាព្រះដែលទ្រង់យាងក្នុងសួនច្បារនៅពេលថ្ងៃលហើយនោះអាដាមនិងប្រពន្ធគាត់ក៏ពួននឹងព្រះយេហូវ៉ាដ៏ជាព្រះនៅកណ្ដាលដើមឈើក្នុងសួនច្បារ Our small experience with that fruit reminds us of an important truth. ចឹងដែលយើងមានបញ្ហាជាមួយនឹងផ្លែឈើនេះបានរំលឹកយើងនៅមេរៀនមួយ Sometimes curiosity makes us do things we know we probably shouldn't. ពេលខ្លះការងឿងឆ្ងល់ហ្នឹងអាចនាំឲ្យយើងធ្វើអ្វីមួយដែលយើងដឹងខ្លួនថាមិនគួរធ្វើ But
At first, it might seem harmless, but those choices bring consequences. ហើយមុនដំបូងយើងគិតថាជំរើសហ្នឹងមិនមានបញ្ហាទេប៉ុន្តែប្រកាសជាមានផលវិបត្តិណាមួយ Another lesson that is just as important is that ហើយមេរៀនមួយទៀតដែលសំខាន់ដែរ when we get in trouble, trying to hide or fix it ourselves isn't the best solution. ចឹងពេលដែលយើងមានបញ្ហាហើយការខំលាក់បាំងឬក៏ដោះស្រាយខ្លួនឯងមិនមែនជាជំរើសល្អទេ The last verse is Proverbs 11, verse 14. ហើយខចុងក្រោយគឺនៅក្នុងគម្ពីរសុភាសិតចំពុក11ខ14 And it says, without guidance, a person will fall, but with many counselors, there is deliverance. សុភាសិតចំពុក11ខ14ទីណាដែលឥតមានអ្នកប្រាជ្ញនាំមុខនោះប្រជាជនរមែងដួលទៅតែបើមានអ្នកប្រឹក្សាជាច្រើននោះមានសេចក្តីសុខវិញ This is what happened to us. ហើយក៏ដូចពួកខ្ញុំដែរ Once we went to our adults for help, ចឹងពេលដែលពួកខ្ញុំបានទៅជួបជាមួយនឹងចាស់ទុំហើយ things started to get better. រឿងហ្នឹងវាចាប់ផ្ដើមល្អវិញ They knew what to do because they had more experience. ពីព្រោះចាស់ទុំគាត់ដឹងថាគួរធ្វើយ៉ាងណាដោយសារគាត់មានបទពិសោធន៍ច្រើនជាង So in the end, ចឹងចុងបញ្ចប់ this day taught us something very powerful but also simple. ថ្ងៃនោះក៏បានបង្រៀនយើងនៅមេរៀនដ៏សំខាន់ When we try to fix things on our own, it always isn't the best answer. ពេលដែលយើងខំដោះស្រាយបញ្ហាដោយខ្លួនយើងផ្ទាល់នោះគឺជាជំរើសដែលមិនសូវល្អទេ Just like Adam and Eve learned in the book of Genesis, ហើយក៏ដូចលោកអាដាមនិងនាងអេវ៉ាគាត់បានរៀននៅក្នុងគម្ពីរលោកុបាទ and just like that day, we also learned ហើយក៏ដូចពួកគាត់ដែរនៅពួកខ្ញុំក៏រៀនដែរនៅថ្ងៃនោះ wisdom often comes from listening. ការប្រាជ្ញាតែងមកពីការស្ដាប់បង្គាប់ Trusting guidance, ការស្ដាប់នៅការទូន្មាន and being humble to ask for help. Being able to ask for help. ហើយហ៊ានសុំជំនួយ Because sometimes the greatest lessons ពីព្រោះពេលខ្លះមេរៀនដែលសំខាន់ជាងគេនោះ aren't about the mistakes we made. គឺពាក់ព័ន្ធនឹងកំហុសខុសឆ្គងរបស់យើង It's about learning who to turn to when we realize we can't fix it. គឺការដែលយើងត្រូវដឹងខ្លួនថាយើងត្រូវទៅជួបអ្នកណាពេលដែលយើងដោះស្រាយខ្លួនឯងអត់ចេញ Okay, let's pray. ឥឡូវសូមយើងអធិដ្ឋាន Dear Heavenly Father, អោព្រះវរបិតានៅនគរឋានសួគ៌ thank you that you give us the wisdom that we need. អរគុណដែលទ្រង់បានផ្ដល់ឲ្យយើងនៅប្រាជ្ញាដែលយើងត្រូវការ Thank you that even when we get in trouble sometimes, ហើយអរគុណដែលទោះជាពេលខ្លះយើងមានបញ្ហា we can always turn to you for help. យើងក៏នៅតែអាចរត់ទៅរកទ្រង់ដើម្បីរកជំនួយ And even when we stray a little farther, ហើយពេលខ្លះដែលយើងដោយវង្វេងផ្លូវ you are here with us with open arms. ទ្រង់នៅតែគង់ជាមួយយើងហើយបើកដៃដើម្បីទទួលយើងមកវិញ Please help us to keep our eyes fixed on you. សូមឲ្យយើងបានផ្ដោតភ្នែករបស់យើងលើទ្រង់ In Jesus' name, amen. ហើយគុណសូមទាំងអស់នេះក្នុងព្រះនាមព្រះយេស៊ូវអាមែន Happy Sabbath, everyone. ចឹងរីករាយថ្ងៃសបាតទាំងអស់គ្នា My name is Gabby Novaes, and I'm so glad all of us could be here together today. ចឹងខ្ញុំឈ្មោះ Gabby ហើយខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងដែលអាចចូលរួមជាមួយយើងទាំងអស់គ្នាព្រឹកនេះ Before I start, I'd like to pray. តែមុនយើងចាប់ផ្ដើមសូមអធិដ្ឋានជាមួយខ្ញុំ Dear Jesus, thank you for another Sabbath. Thank you for being with all of us here today. អរព្រះយេស៊ូវអរគុណសម្រាប់ថ្ងៃបរិសុទ្ធមួយទៀតហើយអរគុណដែលទ្រង់បានគង់នៅជាមួយយើងទាំងអស់គ្នានៅព្រឹកនេះ Please, as I speak, let these be your words and not mine. ហើយពេលដែលខ្ញុំនិយាយព្រឹកនេះសូមឲ្យពាក្យដែលខ្ញុំនិយាយនេះមិនមែនជាពាក្យរបស់ខ្ញុំតែជាពាក្យរបស់ទ្រង់ And please let them reach someone who needs to hear it. ហើយសូមឲ្យពាក្យហ្នឹងអាចឮដល់អ្នកដែលត្រូវការឮពាក្យទាំងនេះផងដែរ In Jesus' name I pray. ហើយគុណសូមទាំងនេះក្នុងព្រះនាមព្រះយេស៊ូវ Amen. អាមែន So, as some of you may know, I'm a student from GCA. ចឹងអាចនឹងយើងដឹងដែរឬក៏ទាយបានថាខ្ញុំជាកូនសិស្សម្នាក់នៅសាលាហ្នឹង And as some of you may also know, we're here on a mission trip. ហើយប្រហែលជាយើងដឹងដែរថាពួកខ្ញុំមកនេះដើម្បីធ្វើបេសកកម្មជាសាលា
Every spring break, GCA gives the students the opportunity of serving in a different country. ចឹងរាល់បាកងធំសាលាផ្ដល់ឱកាសឲ្យកូនសិស្សទាំងអស់មានឱកាសអាចទៅបម្រើនៅទីតាំងឬក៏ប្រទេសខុសៗគ្នា Last year, we went to Brazil to the Amazon River, which just happens to be my home country. ឆ្នាំមុនពួកខ្ញុំបានទៅប្រទេសប្រេស៊ីលទៅក្បែរកន្លែងទន្លេ Amazon ហ្នឹងហើយប្រទេសប្រេស៊ីលនេះជាប្រទេសកំណើតរបស់ខ្ញុំ We spent 2 weeks in the Amazon, ចឹងពួកខ្ញុំបានចំណាយពេល2សប្តាហ៍នៅក្បែរទន្លេ Amazon ហ្នឹង helping out many communities, building churches, ជួយសហគមន៍នៅក្បែរទន្លេហ្នឹងហើយជួយកសាងពហិឲ្យពួកគាត់ doing VBS with the kids or like ធ្វើ playing with the kids, កម្មវិធីកុមារ painting houses and so much more. លាបថ្នាំអាគារហើយក៏មានផ្សេងសកម្មភាពផ្សេងទៀត Kind of similar to what we did here in Cambodia. ក៏ស្រដៀងនឹងអ្វីដែលពួកខ្ញុំបានធ្វើនៅកម្ពុជាដែរ Last year, we also slept in hammocks inside boats for the time we were there. ហើយរយៈពេលដែលពួកខ្ញុំនៅប្រេស៊ីលហ្នឹងពួកខ្ញុំបានដេកនៅនឹងរឹងនៅលើទូក Which getting to see the floating villages here yesterday reminded me a lot of what we saw in Brazil. ហើយពេលម្សិលមិញពួកខ្ញុំបានទៅមើលទូកនៅកំពង់ភ្លុកឬក៏នៅតំបន់នោះ Or Jonah, as another example. ហើយឧទាហរណ៍មួយទៀតគឺរឿងរបស់លោកយូណាស់ When God asked him to go preach to the Ninevites, ពេលដែលព្រះបានស្នើឲ្យលោកយូណាស់ទៅអធិប្បាយនៅទីក្រុងនីនីវេ he didn't want to go because he thought that the Ninevites weren't worthy of hearing God's word. លោកយូណាស់មិនចង់ទៅទេដោយសារលោកយូណាស់គិតថាពួកទីក្រុងនីនីវេហ្នឹងមិនគួរឮពីព្រះទេ He would have never thought God would ask him to go preach, especially to those people. ហើយលោកយូណាស់ក៏មិនបាននឹកស្មានដល់ថាព្រះនឹងស្នើសុំឲ្យគាត់ទៅអធិប្បាយដល់ពួកនីនីវេទេ He tried to run away from it and do everything he could to stop his mission. ហើយលោកយូណាស់ខំរត់គេចពីការទៅអធិប្បាយនោះហើយធ្វើយ៉ាងណាកុំឲ្យរឿងដែលព្រះបានស្នើសុំនោះកើតឡើង At the end, even though it wasn't something he wanted to do, Jonah went and preached to the Ninevites. តែនៅចុងរឿងយើងឃើញដែរថាទោះជាលោកយូណាស់មិនចង់ទៅក៏ដោយចុងបញ្ចប់ក៏បានទៅហើយក៏បានប្រាប់ព័ត៌មានដែលព្រះបានស្នើសុំឲ្យប្រាប់នោះ Both Moses and Jonah got through the unexpected things that God was asking of them. ចឹងទាំងលោកយូណាស់ទាំងលោកម៉ូសេក៏ដោយក៏ព្រះបានស្នើសុំឲ្យគាត់ធ្វើអ្វីមួយដែលគាត់មិននឹកស្មានដល់ When this happens to us, we need to turn to God ហើយពេលដែលរឿងនេះបានកើតឡើងដល់យើងគឺជាពេលដែលយើងត្រូវបែរទៅរកព្រះ because he will take care of us. ពីព្រោះព្រះទ្រង់អាចនឹងថែរក្សាយើងបាន Even if we're scared and it might be something totally out of our comfort zone. ទោះជាយើងភ័យខ្លាចយ៉ាងណាក្តីឬក៏អ្វីដែលបានគេស្នើសុំនោះវាអ្វីដែលយើងគិតថាធ្វើមិនដល់ក្តី If you guys want to open your Bibles to Psalms 56, 3 to 4. ចឹងបើយើងមានកពីសូមយើងបើកទៅកពីទំនុកដំកើងចំពុក56ហើយខ3ដល់4 It says, "But when I'm afraid, I will put my trust in you. I praise God for what he has promised. I trust in God, so what should I be afraid? What can mere mortals do to me?" ចឹងខទំនុកដំកើងចំពុក56ខ3ដល់ខ4តែវេលាណាដែលទូលបង្គំភ័យនោះទូលបង្គំនឹងទុកចិត្តដល់ទ្រង់នៅក្នុងព្រះទូលបង្គំនឹងសរសើរព្រះបន្ទូលទ្រង់គឺសេចក្តីទីពឹងពាក្យរបស់ទូលបង្គំនោះបានទុកនៅក្នុងព្រះទូលបង្គំនឹងមិនខ្លាចឡើយតើសាច់ឈាមនឹងអាចធ្វើអ្វីដល់ទូលបង្គំបាន We don't have to be afraid of unexpected things that life might throw at us. ចឹងយើងមិនចាំបាច់ភ័យខ្លាចនៅអ្វីដែលពេលខ្លះជីវិតវាបោះមកដាក់ឲ្យយើង Like the rat and me getting sick. ឧទាហរណ៍ដូចកដោហើយដូចខ្ញុំឈឺក៏ដោយ God takes care of us. ព្រះទ្រង់នឹងថែរក្សាយើង Like the doctor took care of my scratch and my sickness.
ដោយដែលគ្រូពេទ្យបានជួយដល់ទាំងស្នាមរបួសដែលក្តៅខំហើយនឹងជំងឺរបស់ខ្ញុំក៏ដោយ in Brazil and here in Cambodia. ដែលបានកើតឡើងនៅប្រេស៊ីលហើយនឹងនៅកម្ពុជាយើង Scary things will happen to us at times. រឿងដែលធ្វើឲ្យយើងខ្លាចពេលខ្លះអាចនឹងមានកើតឡើងមែន And when that does happen, we need to turn to God and trust in God. តែពេលដែលរឿងទាំងនោះកើតឡើងយើងត្រូវតែបែរទៅរកព្រះហើយទុកចិត្តលើទ្រង់ទាំងស្រុង Because at the end, everything will be okay. ពីព្រោះនៅចុងបញ្ចប់រឿងទាំងអស់នឹងបានប្រសើរឡើង He will carry us through it. ពីព្រោះព្រះទ្រង់នឹងជួយបីយើងឲ្យផុតបញ្ហានោះ Let's pray. សូមយើងអធិដ្ឋានទាំងអស់គ្នា Dear Jesus, អោព្រះយេស៊ូវ thank you so much for another Sabbath. អរគុណដែលទ្រង់បានឲ្យយើងនៅថ្ងៃសបាតមួយទៀត Thank you for giving us this opportunity ហើយអរគុណទ្រង់ដែលទ្រង់បានផ្ដល់ឱកាសនេះ to be together and worship you. ដើម្បីយើងអាចនៅជុំគ្នាហើយអាចនឹងថ្វាយបង្គំទ្រង់ In Jesus' name I pray. ហើយគុណសូមទាំងនេះនៅក្នុងព្រះនាមព្រះយេស៊ូវ Amen. អាមែន Thank you. អរគុណ